សួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីមកចែកម្លែកជូនបងប្អូនអ្នកគ្នាហើយវីដេអូថ្ងៃនេះដែរអត់មានអីវែងទេបងប្អូនអ្នកគ្នាខ្ញុំចង់និយាយអំពីរបៀបដាក់ម៉ងរ៉ូនៅក្នុងទូរស័ព្ទ iPhone ណាអ្នកគ្នាខ្ញុំដឹងថាភាគច្រើនអ្នកគ្នាអត់តន់ច្បាស់រឿងដាក់ម៉ងរ៉ូនៅក្នុងទូរស័ព្ទ iPhone ដូចខ្ញុំចឹងខ្ញុំទៅមិនចេះដែរតែបងប្អូនអ្នកគ្នាព្រោះខ្ញុំអត់សូវដែរដាក់ម៉ងរ៉ូអញ្ចឹងតោះទៅមើលតើអ្នកគ្នាគេលោកអ្នកទាំងអស់គ្នាឆ្ងល់កន្លែងដាក់ម៉ងរ៉ូអ្នកគ្នាចឹងអ្នកគ្នាជាទូទៅទូរស័ព្ទបងប្អូនអ្នកគ្នាគឺមានពាក្យ clock នេះរូបនាការហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងអ្នកគ្នាចូលឡើងហ្នឹងមកបន្ទាប់ពីអ្នកគ្នាចូលកន្លែងហ្នឹងហើយមកកន្លែងរូបផែនដីហ្នឹងឃើញបងប្អូនអ្នកគ្នាកន្លែងត្បូងគេហ្នឹងនេះអ្នកគ្នាមកមើលខាងលើនេះមកខាងលើនេះគឺជាម៉ោងដែលឥឡូវហ្នឹងបងប្អូនអ្នកគ្នាដូចម៉ោង6:55 AM ហ្នឹងគឺពេលព្រឹកបងប្អូនអ្នកគ្នាឃើញទេនេះអានេះគឺម៉ោងពេលព្រឹកផងយើងបងប្អូនអ្នកគ្នានេះគឺ AM ហើយអ្នកគ្នាមកមើលកន្លែងនេះកន្លែង all arm នេះកន្លែងរូបនាការប៉ុន្តែកន្លែងទី2នេះរូបនាការមានដូចមានស្លឹកកាជៈហ្នឹងបងប្អូនអ្នកគ្នានេះឃើញទេកន្លែងហ្នឹងណាអញ្ចឹងអ្នកគ្នាចុចទី2ហ្នឹងមកកន្លែងនេះគឺកន្លែងដែលយើងដាក់ម៉ងរ៉ូបងប្អូនអ្នកគ្នាអញ្ចឹងបើអ្នកគ្នាចង់ដាក់ម៉ងរ៉ូនេះអ្នកគ្នាក៏ទៅចុចកន្លែងសញ្ញាបូកខាងលើនេះចុចទៅនឹងមួយមកបន្ទាប់មកអ្នកគ្នាចង់ដាក់ម៉ោងប៉ុន្មានឧទាហរណ៍ខ្ញុំចង់ដាក់ម៉ោងម៉ោង5 PM អញ្ចឹង PM ពេលល្ងាចវិញបងប្អូនអ្នកគ្នាឥឡូវហ្នឹងពេលព្រឹកតែខ្ញុំចង់ដាក់ម៉ោង5ពេលល្ងាចវិញអញ្ចឹងអ្នកគ្នាដាក់ម៉ោង5កត់ឬមួយក៏ម៉ោង5កន្លះអញ្ចឹងខ្ញុំដាក់ម៉ោង5កត់អញ្ចឹងម៉ោង5កត់អ្នកគ្នាក៏ទៅដាក់អញ្ចឹងមកម៉ោង5កត់ចេញអ្នកគ្នា sell មកបន្ទាប់មកគីឡូម៉ោង5កត់ហ្នឹងម៉ោងរ៉ូម្ដងហើយប៉ុន្តែអ្នកគ្នាអត់ងើពេកហើយអ្នកគ្នាបិទចោលអញ្ចឹងអ្នកគ្នា add មួយទៀតមកដាក់ម៉ោង5:10អញ្ចឹងទៅដាក់ម៉ោងថាម៉ោង5:10ខ្ញុំដាក់ម៉ោង5:10នាទី5:10នាទីចឹងមក5:10នាទីឃើញទេបងប្អូនអ្នកគ្នាប៉ុន្តែបើអ្នកគ្នាចង់ងើបពេលព្រឹកអ្នកគ្នាក៏តែចុចសញ្ញាបូកនឹងដដែលបងប្អូនអ្នកគ្នាប៉ុន្តែអ្នកគ្នាដាក់ AM PM សម្រាប់ពេលល្ងាចបើអ្នកគ្នាដាក់ AM សម្រាប់ពេលព្រឹកអញ្ចឹងបើអ្នកគ្នាចង់ដាក់ AM ម៉ោង5ព្រឹកអញ្ចឹងអ្នកគ្នាចុចមកម៉ោង5ព្រឹកអញ្ចឹងអ្នកគ្នាដាក់ប៉ុណ្ណេះមកនេះម៉ោង5ព្រឹក5:00អញ្ចឹងមកហើយអ្នកគ្នា sell មកឃើញទេអានេះម៉ោងអាខាងលើនេះម៉ោង5 AM អាខាងក្រោមម៉ោង5 PM PM សម្រាប់ពេលល្ងាច AM សម្រាប់ពេលព្រឹកបងប្អូនអរគ្នាឃើញទេបើអ្នកគ្នាចង់ add បន្ថែមទៀតអ្នកគ្នាក៏ទៅចុចសញ្ញាបូកនឹងមកអ្នកគ្នាចង់ដាក់ម៉ោងប៉ុន្មាន AM ម៉ោងប៉ុន្មាន PM អញ្ចឹងអ្នកគ្នាដាក់តាមហ្នឹងបើអ្នកគ្នាចង់ក្រោកម៉ោងប៉ុន្មានអ្នកគ្នាម៉ោងហ្នឹងត្រូវទៅណាអ្នកគ្នាចង់ដាក់ម៉ោងរ៉ូអ្នកគ្នាអាចសេរីតាមហ្នឹងបានគេលោកអ្នកគ្នាផ្លិចចឹងទៅអ្នកគ្នាចង់ដាក់ម៉ោងរ៉ូថាម៉ោងនេះខ្ញុំត្រូវទៅផ្សារអ្នកគ្នាខ្លាចផ្លិចចឹងទៅខ្លាចហួសម៉ោងចឹងទៅដល់ម៉ោងទៅរៀនអីចឹងទៅអ្នកគ្នាអាចដាក់តាមហ្នឹងបានបងប្អូនអ្នកគ្នាបើអ្នកគ្នាចង់បន្ថែមអ្នកគ្នាក៏តែចុចសញ្ញាបូកខាងលើហ្នឹងមកហើយអាទី3នេះកន្លែង stopwatch នេះកន្លែង stopwatch នេះអ្នកគ្នាចុចកន្លែងនេះមកនេះកន្លែង start នេះកន្លែង start ហ្នឹងដូចយើងធ្វើអីមួយយើងត្រូវកំណត់វិនាទីអីចឹងទៅដូចយើងលេងហ្គេមអីមួយយើងត្រូវកំណត់វិនាទីថាប្រហែលវិនាទីត្រូវហ្គេមហ្នឹងត្រូវបញ្ចប់ឬមួយក៏ត្រូវ fail អីចឹងទៅបងប្អូនអ្នកគ្នានេះកន្លែងកំណត់វិនាទីបងប្អូនអ្នកគ្នាអ្នកគ្នាលេងអីមួយអ្នកគ្នាកំណត់វិនាទីអាចមកលេងនៅកន្លែងនេះបានអញ្ចឹងខ្ញុំដាក់ stop វិញបងប្អូនអ្នកគ្នាហើយអាចុងក្រោយគេបងប្អូនអ្នកគ្នានេះអាចុងក្រោយទៀត timer នេះចុងក្រោយគេហ្នឹងអ្នកគ្នាចុចលើនឹងមួយមកនេះគឺកន្លែងកំណត់ម៉ោងរ៉ូបងប្អូនអ្នកគ្នាកំណត់ម៉ោងរ៉ូដូចគ្នាឧទាហរណ៍យើងហាត់ប្រាណចឹងទៅកាយវិការមួយលំហាត់ប្រាណមួយយើងត្រូវកំណត់1នាទីឬមួយក៏អីចឹងទៅបងប្អូនអ្នកគ្នាកន្លែងនេះកន្លែងនេះឃើញទេបងប្អូនអ្នកគ្នាឬក៏ឧទាហរណ៍យើងចំអិនម្ហូបអីចឹងទៅបងប្អូនអ្នកគ្នានេះកន្លែងនេះកន្លែងម៉ោងនេះអាខាងមុខគេហ្នឹងកន្លែងម៉ោងដូច1ម៉ោងចឹងទៅម្ហូបយើងឆ្អិនយើងចាំ1ម៉ោងឲ្យវារ៉ូបងប្អូនអ្នកគ្នាអញ្ចឹង1ម៉ោងហើយបើកន្លែងនេះបើយើងអត់ដល់1ម៉ោងកន្លះម៉ោងអ្នកគ្នាសេរីកន្លែងនេះឧទាហរណ៍កន្លះម៉ោងអញ្ចឹងអាខាងមុខនេះយើងត្រូវដាក់0បន្ទាប់មកអាកន្លែងនេះMN ហ្នឹង MIN ហ្នឹងកន្លែងហ្នឹងនាទីអញ្ចឹងអ្នកគ្នាត្រូវដាក់30នាទីអញ្ចឹងទៅបើអ្នកគ្នាអត់ទេអ្នកគ្នាចង់លំហាត់ប្រាណត្រូវការ30វិឧទាហរណ៍អ្នកគ្នាធ្វើលំហាត់ប្រាណមួយអ្នកគ្នាត្រូវការ30វិនាទីដើម្បីធ្វើលំហាត់ប្រាណហ្នឹងអញ្ចឹងអ្នកគ្នាគាត់ដាក់30វិមកអ្នកគេដាក់30 second ហ្នឹងអ្នកគ្នាគាត់ចុច start ចេញមកបន្ទាប់មកគ្រប់30 second វានឹងរੂសលេងវានឹងបញ្ចប់ការលំហាត់ប្រាណយើងមួយហើយវានឹង
រូសម្លេងដែលអ្នកគ្នាបានដាក់ហ្នឹងអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំ cancel វិញនេះកន្លែងកំណត់ដូចគ្នាកំណត់ឲ្យវាសលេងរូដូចគ្នាប៉ុន្តែកំណត់ត្រឹមនាទីឬមួយក៏ម៉ោងហើយឬមួយក៏វិនាទីដែលអ្នកគ្នាចង់ដាក់ហើយកន្លែងខាងក្រោមនេះបងប្អូនអ្នកគ្នាចំណុចចុងក្រោយគេនេះកន្លែងនេះគឺកន្លែងយើងសេរីសំឡេងបងប្អូនអ្នកគ្នាចង់យកសំឡេងអីគេអ្នកគ្នាក៏តាចុចលើនឹងមួយហើយអ្នកគ្នាចុច set ខាងលើនេះបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំអត់ចុចទេខ្លាចវាឮសំឡេងនៅខាងក្នុងវីដេអូរបស់ខ្ញុំបងប្អូនអ្នកគ្នាអញ្ចឹងមកអ្នកគ្នាចង់ដូរសំឡេងអ្នកគ្នាអត់ចង់យកសំឡេងខាងលើទេនេះគេមានជំរើសច្រើនសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសហើយបន្តមកអ្នកគ្នាចុច set ខាងលើនេះមកវានឹងដូរសំឡេងឲ្យយើងហើយបងប្អូនអ្នកគ្នាហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងរបៀបដាក់ម៉ោងរឬមួយក៏កំណត់នាទីកំណត់វិនាទីកំណត់ second វីដេអូខ្ញុំហ្នឹងមានតែប៉ុណ្ណឹងទេបងប្អូនអ្នកគ្នាបើអ្នកគ្នាមានចំណុចទាំងណាអ្នកគ្នាអាច comment សួរខ្ញុំខាងក្រោមបានខ្ញុំនឹងតបប្រាប់បងប្អូនអ្នកគ្នាវិញបងប្អូនអ្នកគ្នាអរគុណច្រើនអ្នកគ្នាកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្តទៀតបងប្អូនអ្នកគ្នាបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀត